ដល់កឈឺបិទកៅអៀឈឺស្មាមែនតើតើសក់ក្បាលអត់សិតផងសក់ក្បាលខ្ជិលលក្ខណៈហ្នឹងឥឡូវខ្ជិលមែនតែធ្វើពណ៌មានរាប់ឆ្នាំហើយបើនិយាយទៅអាញាបានខ្ញុំបានតាំងពី2017តាំងពីរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមខៀវកញ្ញរិទ្ធឥឡូវគាត់ទៅឈប់ហើយមកឯកឧត្តមនេតភក្ត្រាម្ដងហើយបន្តអាញាបានមួយឆ្នាំបន្តវិធានីឲ្យបងពុនរាល់ខែបងពុនដាត្រូវបាញ់រាល់ខែតអ្នកតំបាញ់រាល់ខែបានដែរអត់ដែរនេះលើសតែលើសមិនស្រួលហ្នឹងទេមកឥឡូវបងពុនយឺតបាទពុនបតង់បានរាជរដ្ឋាភិបាលគាត់អនុគ្រោះហើយកុំព្យូទ័រនៅនឹងតែនៅក្នុងតាណាក៏រួយឥឡូវឈឺអញ្ចឹងមានការដើរហាត់ប្រាណប៉ុន្តែរឿងមួយដែលខ្ញុំត្រូវតែលើកយកមកនិយាយនៅថ្ងៃនេះតាក់ទងនឹងរឿងអ្នកសារព័ត៌មានចូលទៅកន្លែងបម្រើសេវាផ្លូវភេទមួយនៅខេត្តកំពង់ចាមពេលយើងទទួលបាន voice សម្លេងបាទ voice សម្លេងហើយខ្ញុំក៏ធ្វើរូបដែរនឹងវីដេអូដែរអ្នកសារព័ត៌មាននឹងទៅថតរូបអាកាសកាយបាទចូលទៅរកសេវាផ្លូវភេទនឹងហើយគឺទៅអត់ការពារខ្លួនឯងទេសិតរហូតតែអត់ដាក់ស្រោមទៀតដល់កហើយនេះនិយាយព្រោះខ្ញុំមិនមែនតារាទេហើយខ្ញុំអត់ជាសម្ដែងទេខ្ញុំនិយាយតែពីច្បាប់ហើយរាល់ថ្ងៃនេះក៏ខ្ញុំនៅតែនិយាយចឹងខ្ញុំនិយាយនៅសៀមឬក៏ថៃដែលចាប់វរៈកងទ័ព8-10រូបម្ដងថ្ងៃនេះគឺជាថ្ងៃទី75ចាប់ហើយរំលោភបំពានណាមកភូមិរបស់កម្ពុជាធ្វើទុកបុកម្នេញប្រជាពលរដ្ឋរួមទាំងអីទៀតឆ្លៀនពៀនកម្ពុជាយកច្បាប់អាញាសិទ្ធយកមកអនុវត្តឥឡូវអន្តរជាតិគាត់ទទួលបានផុសតាំងច្រើនណាព្រោះធ្វើទុកបុកម្នេញចង់បង្កសង្គ្រាមបង្កើតបាតុភិបបាតុភូតយ៉ាងនេះច្រើនណាប៉ុន្តែអង្គទុកព្រោះបងអ្នកសារព័ត៌មានជាច្រើនបាទ influencer រហូតដល់ចំណិតលោកត្រាំក៏មកនៅហ្នឹងទៀតគាត់ទៅជួយកសាងសាលារៀនដើម្បីឲ្យកុមារបានសិក្សារៀនសូត្រធនធានមនុស្សសំខាន់ណាចឹងហើយបានរាល់ថ្ងៃខ្ញុំអង្គុយអានពេលខ្លះរកតលុយទិញថ្នាំព្យាបាលអត់បានព្រោះព័ត៌មានខ្ញុំមួយរៀលវាអត់បានលុយធ្វើរាល់ថ្ងៃវាអត់បានលុយទេវាបានតែបែកបាក់គ្រួសារវាបានតែបញ្ហាច្រើនកើតឡើងព្រោះវាអត់ចេះព្រោះឲ្យតែនិយាយអីគឺខ្ញុំតែងតែគោរពច្បាប់ហើយខ្ញុំគោរពច្បាប់ជាងគេគឺខ្ញុំអត់ទៅអញខ្ញុំខ្លាចជាប់គុកតែហ្មងបាទចឹងហើយបានអត់ហ៊ានទេឥឡូវហ្នឹងមានអីឥឡូវចាក់ឲ្យស្ដាប់ហ្មងព្រោះអានឹងតាក់ទងមួយមានការគម្រាមហើយមួយទៀតអ្នកសារព័ត៌មានពីរបាទចឹងឥឡូវហ្នឹងខ្ញុំអត់នេះទេខ្ញុំចាក់ឲ្យស្ដាប់បាទចាក់ voice សម្លេងឲ្យស្ដាប់ទៅឲ្យស្រួលជាងចាប់ចូលបាយទៅខ្ញុំថាចូលមកទីកាហ្វេមកចាប់បាយបានទៅអូទៅថ្មីហើយមកផឹកទៅថ្មីមកទូសាំងហើយមកដល់ទូសាំងហើយមកសាំងផ្លេចមកពេញមួយអូខេខ្ញុំហើយខ្ញុំសុខហើយខ្ញុំចេញមកក្រោយទៅមកទៅជាមួយយើងចាំមើលខ្ញុំចូលរៀនប្រេកហ្វេសិនហើយចំណេះដល់ពីវិញខ្ញុំចូលទៅការខ្ញុំទុំទៅជាអត់ចង់ក៏សោះព្រោះអីដោយសារអីនេះការសន្ទនាគ្នាជួលមន់បាទហើយជួលមន់វាយអ្នកសារព័ត៌មានហើយព្រោះលបែងនឹងវាស្របច្បាប់លបែងស្របច្បាប់អញ្ចឹងសមត្ថកិច្ចគាត់អត់ប្រកាសទេហើយតែអ្នកកសែតទៅផ្សាយអ្នកសារព័ត៌មានទៅផ្សាយវាយទៅដោយបាទវាយអ្នកសារព័ត៌មានហើយរឿងហ្នឹងកើតឡើងច្រើនណាតាំងនៅតកៅនៅអីច្រើនណាអញ្ចឹងបាទខ្ញុំអត់ហ៊ានទៅខ្ញុំខ្លាចគេវាយអត់ហ៊ានទៅផ្សាយទេឥឡូវហ្នឹងចឹងមានការគម្រាមហ្មងមានការគម្រាមបាទបងប្អូនយើងក្នុងគ្រូបាទប្រយ័ត្នមែនទែនបាទព្រោះថាឥឡូវអ្នកជួលមន់តាមភូមិឥឡូវបាទគឺគាត់និយាយគម្រាមកំហែងមកខាងសារព័ត៌មានពួកយើងឲ្យតែឃើញចុះតាមភូមិពួកគាត់គឺគាត់ដេញវាយតែម្ដងបាទដេញវាយប្រផាត់ប្រភិញតែម្ដងបាទអញ្ចឹងបងប្អូនសារព័ត៌មានពួកយើងប្រយ័ត្នខ្លួនមែនទែនប្រយ័ត្នខាងអ្នកជួលមន់គាត់វាយហ្នឹងហើយគឺគាត់គម្រាមទៅចុះទៅឯងយើងថាវាពីសុខភាពជាងរកការចុះទៅផ្សព្វផ្សាយបង្កើតនៅបាត់មើ
ចូលរួមជាមួយនឹងមន្ត្រីមូលដ្ឋានជំនួសមន្ត្រីមូលដ្ឋានឲ្យទៅឃើញជាក់ស្ដែងនឹងផ្នែកបាទទៀតមានអីជំទាស់ទៀតមានអីថាបដិសេធអានឹងមតិបាទឥឡូវយើងមកមើលអីគេអត់អាចមើលទេអាចចូលទៅមើលបានព្រោះរូបភាពនេះខ្ញុំមិនអាចដាក់បានទេខ្ញុំខំបិទបាំងគេបិទបាំងឯងក៏នៅឃើញអាក្រាតកាយដែរពេលណាស់ទៅបងមកលេងធ្វើទៅចង់ទៅស្លងខ្ញុំគ្រាន់តែបង្ហាញប៉ុណ្ណេះទេព្រោះឲ្យបងប្អូនមើលចឹងដោយថាពេលហ្នឹងគាត់ទាញពូជបិទហើយបាទណាចូលទៅរកសេវាហើយទៅរកសេវាផ្លូវភេទហើយគាត់ទៅថតរូបទៀតទៅថតវីដេអូហ្មងដើម្បីទុកគម្រាមទាលុយដល់ពេលគាត់សន្ទនាទាលុយ 20,000 អញ្ចឹងដល់ពេលគាត់សន្ទនាគេថាឲ្យលុយកាហ្វេខ្ញុំកាត់វីដេអូខ្ញុំទៅឡើងវីដេអូខ្ញុំផ្សព្វផ្សាយឲ្យគេខ្ញុំរកតែកាហ្វេមួយកែវផឹកអត់បានអ្នកខ្លះមិនឲ្យកាហ្វេខ្ញុំផឹកទៀតប៉ុន្តែខ្ញុំអត់តូចចិត្តទេគឺខ្ញុំត្រូវធ្វើវីដេអូកាត់តវីដេអូដើម្បីខ្ញុំផុសព្រោះខ្ញុំទៅសេផុសទៅអត់មានអ្នកអានទេគេបើកឡានគេអត់អានទេគេអាចស្ដាប់អញ្ចឹងណាបាទហើយខ្ញុំមិនមែនគ្រូទេណាខ្ញុំគាត់តាមដៅប្រាក់ជាអ្នកលក់ដូរតាមអនឡាញអីជាអ្នកព័ត៌មានជាអ្នកកាត់តបច្ចេកទេសអីចឹងប៉ុណ្ណេះហើយរាប់ខ្ញុំរាប់បានរាប់ទៅខ្ញុំអត់ចេះសម្ដែងទេខ្ញុំនិយាយតែការពិតទេហើយថាមិនតាមដានខ្ញុំពេកទេខ្ញុំមកថ្ងៃខ្ញុំឈឺខ្ញុំមកលុយព្យាបាលអត់បានឥឡូវខ្ញុំនៅពាក់ថ្នាំពេទ្យគេចឹងប៉ុន្តែខ្ញុំនៅដើរហាត់ប្រាណចឹងពេលខ្លះឃ្លានណាតែសល់ 2000 ឃ្លានដើរមើលទៅសុខគេដើរមើលទៅហុកអីក៏វាមិនកើតដែរឥឡូវបងដាក់នៅខេត្តដឹងថាខេត្តគេបិទមកមកដៃហ្នឹងមានបានរកស៊ីទៀតទេនឹងនិយាយត្រង់បងប្អូនយើងបើបានលឺឲ្យឆ្លើយតបមកឲ្យច្បាស់គ្នាមើលនិយាយឲ្យច្បាស់យេគេ20,000នោះណាហើយអូនឯងយកដល់ 10,000 មួយខែហើយយល់ថាអូនឯងជួលផ្ទះគេអូនណាហើយយល់ប៉ុណ្ណឹងហើយអូនឯងបងព្រៀងនេះបែរជាអូនឯងនិយាយចាំគិតមើលអញ្ចឹងបងអត់យល់បងព្រៀងថាឲ្យ 10,000 ហើយឥឡូវលួចទៅនិយាយទៀតចង់អូនឯងថាចង់បើបន្តទៀតព្រោះចង់បើមិនចង់ជារឿងរបស់អូនឯងហ្នឹងណាបងចាំជួយស្ដាប់អត្ថន័យបងខ្លួនឯងតែបងនិយាយចឹងវាមិនទេចឹងអត់អីគេអរគុណច្រើនដោយសារសំឡេងហ្នឹងគឺគាត់និយាយទីតាំងបាទទីតាំងបម្រើសេវាផ្លូវភេទគេឲ្យលុយគាត់បងឲ្យគាត់មួយខែ 20,000 រៀលចឹងមកគេជាធ្វើព័ត៌មានគេមានលុយទិញឡានជិះមានលុយអាខ្ញុំនេះរកតែលុយទិញថ្នាំបាត់បានខ្ញុំធ្វើព័ត៌មានដែរមកពីខ្ញុំរៀនជាមួយគ្រូអត់ប៉ះគ្រូដើរយកលុយគេដើរគម្រាមគេដើរចម្រិតគេពួកគ្រូខ្ញុំរៀនពីឯកឧត្តមហ៊ុយវណ្ណៈពីលោកគ្រូចាយសុផលសាស្ត្រាចារ្យខ្ញុំនិយាយតាមត្រង់មកតាំងពី 2017 កាលនោះខ្ញុំធ្វើឲ្យទូទស្សន៍ប៉ុស្តិ៍លេខ 8 CTV ហើយក៏គាត់បញ្ជូនខ្ញុំទៅរៀននៅសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាឯកឧត្តមហ៊ុយវណ្ណៈគាត់ជាប្រធានហើយកាលហ្នឹងគាត់បានបើកវគ្គបណ្ដុះបណ្ដាលខ្ញុំក៏បានទៅរៀនដែរហើយកាលហ្នឹងរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមខៀវកញ្ញរិទ្ធគាត់អ្នកបកគលវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់ខ្ញុំមានរូបថតតែមួយហ្នឹងសល់ប៉ុណ្ណឹងខ្ញុំអត់ដែរបានទៅថតរូបអីណាយកមកដាក់ក្រោយ background ខ្ញុំឬ background នឹងក្រោយហ៎សាមញ្ញផ្ទះខ្ញុំ office ការងាររបស់ខ្ញុំតែប៉ុណ្ណឹងអត់ចេះវាអត់ចេះដើរគម្រាមគេយកលុយទៅមកហា3ពេលអត់ចេះទៅបំផ្លាញគេគ្រាន់តែចេះតែនិយាយតែការពិតទីតាំងលបែងខ្លះវានៅបើកបានអញ្ចឹងលបែងហ្នឹងវាស្របច្បាប់សង្ស័យតែអស់លោកមន្ត្រីហ្នឹងគាត់មានភាគហ៊ុននៅហ្នឹងនិយាយតែប៉ុណ្្នឹងទេតែណារាប់ទៅក៏រាប់ទៅហើយបើនិយាយអញ្ចឹងជាប់គុកមិនដឹងថានិយាយអីទៀតទេបាទខ្ញុំនិយាយតែពាក់ព័ន្ធនឹងផ្លូវច្បាប់ទេខ្ញុំអត់ចេះជេរទេសូម្បីតែបទជេរប្រមាណហ្នឹងក៏មានដែរបទជេរប្រមាណជាសាធារណៈបរិហាគេជាសាធារណៈគំរាមឆោបបោកគេតាមប្រព័ន្ធអនឡាញឆោបព័ត៌មានคล้ายញុះញង់មិនក៏ខ្ញុំប្រឹងព្យាយាមធ្វើដើម្បីបង្ហាញមិនដែលហៅថាកញ្ចក់ឆ្លោះបញ្ចាំងសង្គមដល់ពេលយើងឆ្លោះទៅវាថាឯងទៅឆ្លោះពេកចាតែខ្ញុំដើរតាមផ្លូវដើរហាត់ប្រាណរាល់ថ្ងៃអត់មានចាំងផ្លូវទេព្រោះចាំងផ្លូវឥឡូវគេតាំងលក់ដូរអស់ហើយ
ហើយឥឡូវនេះប្រជាពលរដ្ឋជួលចៅផ្លូវហ្នឹងជួលចៅផ្លូវយកលុយមួយខែហ្មងផ្ទះខ្លះជួលដល់អន់ផុតពី60,000ទូកាហ្វេខ្ញុំធ្លាប់សួរលោកសឹមសុផងអភិបាលរងខណ្ឌតួកោក៏ទៅរៀបត្រាធ្លាប់ខ្ញុំសួរថាទូកាហ្វេហ្នឹងទូនឹងទិញមិនថោកទេស្អាតតែ 2000 អីណាយកមកដាក់លេងចៅផ្លូវអាផ្ទះកែងនៅផ្លូវ253 257កែង218ខ្ញុំរាយការទៅរាយគ្រាន់តែ4ទូមួយខែចិត្ត$1000យកលុយស្រួលជួលចៅផ្លូវអាហ្នឹងហើយស្ទះចរាចរណ៍បន្ទោសអីអត់គ្រប់ច្បាប់យានជំនិះច្រើនផ្លូវតូចចង្អៀតនៅទៀតនៅក្រោយដូចជាផ្លូវ440ឥឡូវនៅខណ្ឌបឹងអង្គរប៉ែរស៊ី440 490ឯងភ្លេចទៅចាញ់ទៅថតម្ដងទៀតតើបានជីទៅថតអាបាល់បឹងអង្គរចិត្តមាត់ហ្មងប្រមូលលុយស្រួលលើចៅផ្លូវហ្នឹងបើសិនជាគ្មានផលប្រយោជន៍ទេកន្លែងហ្នឹងប៉ើងដូចស្លឹកក្រដប់ហើយនៅលើតាមផ្លូវសាធារណៈមួយសិតតែមានផលប្រយោជន៍សិតតែមានផលប្រយោជន៍ជីកុំនិយាយថានិយាយចឹងមកពីខ្ញុំអត់បានលុយខ្ញុំនិយាយពីច្បាប់ខ្ញុំវេទនាណាពួកខ្ញុំអត់ចេះរលុយមានគេខ្ញុំអត់មានទៅជួលផ្លូវហ្នឹងទេអត់មានទៅជួលផ្លូវទៅជួលចាក់ផ្លូវយកលុយទេរៀបច្បាប់អញ្ចឹងចាំបាច់មានសាលារៀនអីឲ្យវាទៅរៀននៅតាមផ្លូវសាធារណៈទៅខ្ញុំធ្លាប់និយាយជាមួយអាជីវករនៅផ្សារដើមកោតែការខ្ញុំធ្វើជាប្រជាការពារដោយសារអីខ្ញុំទៅអត់មានទៅទាត់កញ្ឆែងទៅដេញទេទៅដល់ហ្នឹងចាស់គាត់និយាយហើយសិតតែមានអំណាចដើរដេញគ្នាលក់មកកាចេមកទូអីមកកញ្ឆែងតែអ្នកខ្លះអត់មកកញ្ឆែងណាមកក្រែខ្ញុំនិយាយថាអ៊ំមីងពូបងបាយក៏មានកូនខ្ញុំក៏មានកូនខ្ញុំក៏កូនគេដែរឲ្យទៅរៀនសិតតែរៀនច្បាប់ទម្លាប់ដើម្បីនេះមានសមត្ថភាពមានចំណេះដឹងមានធនធានមកអភិវឌ្ឍប្រទេសជាតិមិនបានជាទៅរស់ស៊ីល្មើសច្បាប់នេះយកចៅផ្លូវសាធារណៈព្រោះចៅផ្លូវសម្រាប់ថ្មើរជើងឥឡូវលក់ដូរលើចៅផ្លូវជួលមុខផ្ទះកាច់ជ្រុងជួលរាប់ឆ្នាំយកលុយរាប់ឆ្នាំយកផ្លូវសាធារណៈធ្វើជាបេនឡានណាបេនឡានតាក់ស៊ីគ្រប់កន្លែងបើហាងបាយមន់មួយខ្ញុំផ្សាយរហូតតមេប៉មួយតាំងតអាហ្នឹងបានលុយបានវាជប់ផ្សាយហាងបាយមន់គាត់យកលុយ$10ខ្ញុំទិញប្រៃជក់ប្រខ្វេចូលឡានតាំងមានឡានតាំងពីអធិការរងមានតាំងពីមេព្រំមត្តមានអីផ្សេងចូលទៅបាយហ្នឹងបាយឆ្ងាញ់សិតអស់លោកស្លាក្រុងខ្ញុំថតទៅដាក់ទៅនោះអាបាក្រុងគាត់ស្រែកទៅលើក្នុងអង្គប្រជុំខ្មាស់គេគាត់ទេមកខ្ញុំទាំងយប់ណាចំផលិតផលថៃវាសល់សបកផ្លិចហ្នឹងសល់អស់ហើយខ្ញុំអត់មែនអ្នកនាំចូលទេណាតែធ្វើម៉េចបើវាសល់ហ្នឹងអត់បោះចោលចឹងខ្ញុំនិយាយឃើញទេអ្នកសារព័ត៌មានពេលតែគាត់ចេះរលុយគាត់បន្ថយនឹងបាត់ល្មើសហើយប៉ុន្តែបើរលុយទៅតាមជំនាញទៅតាមចំណេះដូចខ្ញុំអីអត់មានខ្សែអត់មានប៉អត់មានពួកអត់បានលុយទេមិនមានលុយទេតែរងឲ្យសុំលុយសុំប្រហុកចៅសកាត់គាត់ថាឥឡូវគាត់អត់ដែរក្លៀនប្រហុកសុំទៅជួមហូបគេទៅជួបពងសុំផ្អកគេពីដុំយកមកចំហុយហូបព្រោះវាហូបវាមិនបានអាគ្រឿងផ្អាប់ឡើងស្ករប៉ុន្តែអញ្ចឹងដូចចង់និយាយអញ្ចឹងហ៎យើងផ្សាយទៅខាងអត់បានលុយបានផ្សាយតែយើងអត់ផ្សាយទៅខាងអាហ្នឹងបានលុយហើយបានវាមិនផ្សាយដូចរឿងទេមកឲ្យលុបព័ត៌មានអញ្ចឹងហ៎អត់នេះប្រជាមកហេខ្ញុំទទួលខុសហើយចោអ៊ីមីងឯងថតបង្កើតព្រឹត្តិការណ៍មួយហ្នឹងសួរតែច្បាប់ទៅអនុវត្តវាមិនឬគ្រាន់តែទៅទទួលទោសនៅសកាត់
បញ្ចប់រឿងហើយមកបញ្ជាអ្នកសារព័ត៌មានឲ្យលុបព័ត៌មានចេញព័ត៌មានគេចង់បង្ហាញអញ្ចឹងបង្ហាញតាក់ឲ្យកបង្ហាញរឿងហេតុកើតឡើងដូចរាល់ថ្ងៃយើងកំពុងបង្ហាញចឹងបង្ហាញឲ្យអន្តរជាតិឃើញថាប្រទេសយើងត្រូវការសន្តិភាពប៉ុន្តែយើងការពារបូរណភាពទឹកដីរបស់យើងដោះស្រាយទៅតាមផ្លូវច្បាប់មិនមែនដោះស្រាយដោយធ្វើសង្គ្រាមទេសៀមឈ្លានពានយើងបង្កធ្វើទុកមុខម្នេញប្រកាសច្បាប់អាញាសឹកចោតប្រកាន់ថាយើងប្រើពលរដ្ឋណាទៅវិទីឈ្លានពានទឹកដីគេការពិតគេឈ្លានពានយើងណាគេប្រើគ្រប់មធ្យោបាយរហូតដល់រដ្ឋមន្ត្រីអីរដ្ឋមន្ត្រីលីមួកចេញគំនិតមកបិទព្រំដែនក៏នឹងតែឯងទៅអោបពីគេប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកណាឈ្លានពានមកលើបូរណភាពទឹកដីនៃប្រាសាទព្រះវិហារដែលបានចុះបេតិកភណ្ឌពិភពលោករួចហើយឥឡូវមិនទៀតប្រធានាធិបតីអាមេរិកឲ្យបញ្ចប់សង្គ្រាមណាឲ្យអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ីជួយជាប្រធានមកដាក់បាត់ឈប់បាញ់ហើយប៉ុន្តែឥឡូវមកធ្វើអីទៀតរូបភាពអីច្រើនទៀតចោលប្រកាន់រហូតគ្រប់សពបែបយ៉ាងគាត់ទៅចុះពឹបចាក់កងទ័ពខ្មែរ18រូប20រូប21តែឥឡូវថានៅ8 10យើងនិយាយ8 10បាន18រូបម្ដងថ្ងៃនេះឃុំខ្លួនប្រហែលហើយរយៈពេលម៉ែធ្វើជាឆ្លើយសឹកសង្គ្រាមណា75ថ្ងៃហើយ75ថ្ងៃនេះនិយាយដឹងណាខ្ញុំនិយាយតែការពិតទេមនុស្សខ្ញុំអត់បានអីមកវិញទេល្អតែមើលអត់ល្អស៊ីទេអត់ល្អស៊ីទេជិលថតវីដេអូម្ដងទៀតថតដឹងប៉ុណ្ណឹងបានអានេះខ្ញុំចេះចឹងចង់ហៅមិនក៏ហៅទៅក៏ខ្ញុំចង់ប្រាប់ចឹងថាកុំប្រព្រឹត្តដល់បាត់ល្មើសហើយនឹងខុសល្មើសច្បាប់ល្មើសវិន័យទៅអ្នកណាក៏ខ្ញុំរាប់អានជាមួយដែរណាឥឡូវគុំតែក្បត់ជាទៅបានទេខ្ញុំគ្រាន់អ្នកប្រើប្រាស់សល់ទេសល់សាប៊ូធ្លាប់ទិញប្រើប្រាស់មកយើងទិញអីចឹងទៅប្រើសាប៊ូប្រើអីរបស់ខ្លះហ្នឹងក៏មានដែររបស់ប៉ុន្តែមិនបានបោះចោលវារបស់ប្រើប្រាស់តែគ្រាន់តែគ្រឿងហូបអត់ហូបតទៅទៀតទេបាទvì ca nom châu chăng chị bắt o hay hai đây nơi tầm biên lụa nơi số không hay nhưng có vẻ hi ca này lấy những tật nô bài không kiếm ăn người ta hộp ấy khà rập bao khà rập bình ấy không ấy thế hạt này mà nhưng chớ nè lá háo tôi phát camแบบcam chia mà có con pi đâu chia một pot kết việc cái thì có ăn bên lôi châu ama xuống châu ấy na ấy bao nhiêu ăn bên này anh nó bẹ ca nó dùng snai hai chiếc đây cả nó là bó xó luôn nó lớn nó là bó xó đây thứ mấy bị chọp từ nâng hơi nó thời chám chân cái thứ bò miên cái miên lan chi cái miên lui chỉ thôi chân đi chấm rất tiền lui cái lại sva cam lâu hết chân sừng không tha non ca hai cặp bông cham nâng miên bị thiên ca tam lâu chụp cái xuống bò miên bà sừng không tha bằng rừng và lâu ai đóng và ai đóng rầm tây xuống bò miên cột máu cột ăn bọt khăng để khăng ở trên một chuối thì đó đúng không đó lúc ở nhà ban cho hết đó rất và cô lại chụp bắp mới khơi ông bạn đi vô rầm tây sau đó đó mấy con ông đang khóc bốc đó bạch và chun cả đồ xuống bây giờ cái bớt lên chẳng này nhé và chay nhiệt nhôm bột bò sát bật lối bật và chay thay cà rốt rồi liên rốt sập liên khâu phía này sáng miền ấy bạn anh đang vô một bò khói buồn plan sát ná cục và giống ở thì và đã nói ra đi có mà riêng lắm cứ chân tập anh đang đi ở chơi khăn ở chơi tôm rồi rọp ban từ phần này áo ta mình là mưa sắp bắp là mưa phía này rọp áo phật phế tàu
tay cái tao phật đấy này bạp tròn tròn phong để cho hào cho mưa ơi chư luôn là chư bình luôn đúng không